សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំជាថ្មីម្ដងទៀតហើយហើយថ្ងៃនេះដែរក៏ចង់នាំអ្នកទាំងអស់គ្នាទៅបញ្ចុះសីមានៅវត្តគិរីបវងនៅទីរួមខេត្តពោធិ៍សាត់យ៉ាងហ្នឹងហើយផ្លូវទៅក្រវាញហើយអត់ទាន់ដល់ក្រវាញទេគឺយើងជិះប្រហែលជា10នាទីជាងអីដល់ហើយអ្នកទាំងអស់គ្នាដល់ខ្នងទ្វារវត្តនេះគេហៅវត្តគិរីបវងហើយចូលមករៀងជ្រៅបន្តិចដែរអ្នកទាំងអស់គ្នាហើយផ្លូវក្រហមដីក្រហមទេគឺអត់មានបានចាក់កស៊ូអីទេប៉ុន្តែវត្តនេះគឺដោយសារតែលោកគាត់បានកសាងច្រើនហើយណាមួយក្រុមគ្រួសារខ្ញុំចូលចិត្តទៅវត្តនឹងដែរដោយសារតែវត្តហ្នឹងនៅលើភ្នំអញ្ចឹងណាហើយណាមួយលោកបានកសាងច្រើនណាហើយសម្រាប់ថ្ងៃហ្នឹងដែរហ្នឹងគឺបានធ្វើពិធីបញ្ចុះសីមានៅពហិយនៅលើវត្តនឹងដែរហើយសម្រាប់វត្តនឹងគឺស្អាតណាស់អ្នកទាំងអស់គ្នាគឺនៅលើភ្នំតែម្ដងគឺភ្នំមួយតែម្ដងគឺលោកចៅអធិការហ្នឹងគឺគាត់បានរៀបចំយ៉ាងល្អមែនទែនគឺមានរូបព្រះធំធំមានទាំងពហិយមានទាំងដាក់កន្លែងសរីរកធាតុហើយមានកន្លែងទីសក្ការៈបូជានិយាយទៅស្អាតដែរអ្នកទាំងអស់គ្នាគឺព្រះអង្គគាត់កសាងផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាគឺលោកដើរអង្គាសដើរប្រមូលដើម្បីបានមកធ្វើប៉ុណ្ណឹងចឹងណាអ្នកទាំងអស់គ្នាហើយនេះដែរថ្ងៃនេះខ្ញុំក៏បានមកជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំមានទាំងបងខ្ញុំមានទាំងក្មួយខ្ញុំអីហ្នឹងគឺយើងមកវត្តដើម្បីកម្មវិធីបញ្ចុះសីមាហ្នឹងចឹងណាយើងបានដើរដាក់លុយនិងឧទ្ទិសកុសលឲ្យយើងជួបតែសេចក្តីសុខសេចក្តីចម្រើនហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងហើយចង់បញ្ចប់នឹងក៏ធ្វើគូកណ្ដាលម្ដងទៀតជាមួយនឹងក្មួយរបស់ខ្ញុំអញ្ចឹងណាអ្នកទាំងអស់គ្នាហើយក៏អរគុណសម្រាប់ការតាមដានវីដេអូកន្លងមក